បើសិនជាចង់ជូនផ្កានៅថ្ងៃ8មីនាបើចាំបាច់មានផ្កាដល់មួយបាច់ធំអីទេតែម្តងនេះទៅក៏គ្រប់ដែរព្រោះថាម្តងនេះធំមែនតើអ្នកទាំងអស់គ្នាបើខ្ញុំអត់មានអីជូនទេអញ្ចឹងខ្ញុំក៏មកបង្ហាញពីរបៀបនៃការធ្វើផ្កាកលាបនេះឲ្យអ្នកទាំងអស់គ្នាមើលហើយអាចធ្វើបានដោយខ្លួនឯងអញ្ចឹងផ្កានេះយើងធ្វើពីលួសកាមញីហើយសត្វដំបងហ្នឹងយើងត្រូវការលួសកាមញីចំនួន9តសៃ2តសៃយកមកតគ្នាហើយក្រៅពីហ្នឹងយើងយកមកកាច់ដូចខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងមកបន្ទាប់ពីកាច់ហើយយើងតម្រៀបតសៃលួសកាមញីហ្នឹងឲ្យស្មើគ្នាល្អទៅកុំឲ្យវាមានកងលើគ្នាហើយយើងចាប់ផ្ដើមចាប់ក្តោបវាឲ្យចេញជាស្រទាប់កតាលឬក៏ស្រទាប់ស្នូលគេហ្នឹងយើងកុំចាប់ក្តោបវាវែងពេកព្រោះវានៅកតាលគេអញ្ចឹងបើវាវែងពេកវាធ្វើឲ្យខ្ពស់ជាងគេខ្លាំងហើយសម្រាប់ខ្នាតខ្ញុំអត់បានចាក់ខ្នាតចាក់អីទេដោយសារតែយើងធ្វើធំដែរអញ្ចឹងយើងអាចស្មានបានស្រទាប់មិញហ្នឹងយើងធ្វើឲ្យបាន3ស្រទាប់ហើយស្រទាប់ដែលប្រើលួស12តសៃយើងធ្វើឲ្យបាន5ស្រទាប់និងស្រទាប់ដែលប្រើលួស15តសៃក៏ធ្វើឲ្យបាន5ស្រទាប់ដែរបន្ទាប់មកទៀតខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការបត់ស្លឹកហើយសម្រាប់ស្លឹកផ្កាកលាបពណ៌ក្រហមអញ្ចឹងយើងប្រើស្លឹកដែលមានពណ៌បៃតងចាស់មកបើបៃតងខ្ចីពេកគឺវាអត់សូវស៊ីជាមួយនឹងពណ៌ក្រហមទេស្លឹកនេះជាស្លឹកនៅកន្លែងសណ្ដងផ្កាវារាងតូចដែរអញ្ចឹងខ្ញុំប្រើលួសតែ3តសៃទេព្រោះយើងបត់វាជា2ស្លឹកកលាបម្តងនេះខ្ញុំធ្វើដូចគ្នាអញ្ចឹងទាំងអស់វាខុសតែចំនួនលួសកាមញីទេយើងចង់ធ្វើតូចធ្វើធំយើងតឡើងឬក៏បន្ថយចំនួនលួសតាមនឹងកលាបម្តងនេះយើងអត់ចាំបាច់ត្រូវការស្កុតហុំដើមទេដោយសារតែវាធំអញ្ចឹងមិនថាការហុំស្លឹកឬក៏ការហុំដើមអីហ្នឹងគឺយើងប្រើជាលួសកាមញីដូចគ្នានឹងហុំយកស្លឹកខាងក្រោមជាប់ដើមនេះយើងរុំចូលគ្នា3ស្លឹកអញ្ចឹងមកហើយយើងធ្វើអញ្ចឹងឲ្យបានចំនួន2នេះជាតងផ្កាហើយខ្ញុំយកឈើចកមកធ្វើអញ្ចឹងក្នុងហ្នឹងខ្ញុំដាក់ចំនួន4ចកទៅឲ្យវារាងធំបន្តិចបន្ទាប់មកខាងចុងនេះយើងរុំលួសកាមញីពណ៌ក្រហមទៅដើម្បីកុំឲ្យពេលដែលយើងបិទស្រទាប់ផ្កាទៅវានៅឃើញឈើចកសនៅខាងក្នុងពេលដែលបិទស្រទាប់ផ្កាយើងកុំបិទស្រទាប់ទាំងអស់ហ្នឹងឲ្យនៅស្មើគ្នាយើងបិទវាបណ្ដាញចុះបន្តិចមកផ្ការាងធំដល់ពេលអញ្ចឹងពេលបិទរាងបាក់ទៅចៃទើសតងផងអីផងហើយមើលអត់ចង់សពទេហើយទៅកន្លែងសណ្ដងផ្កានេះស្លឹកដែលកាច់មុនហ្នឹងក៏យកមកបិទទៅអត់ចិត្តដែរអញ្ចឹងខ្ញុំក៏កាច់ស្លឹកតូចបន្ថែមទៀតយកមកបិទផ្ចិតកន្លែងហ្នឹងហើយរបៀបនៃការកាច់គឺដូចគ្នាហើយតងយើងគ្រាន់តែរុំលួសកាមញីឲ្យចិត្តឲ្យដល់គល់មកគឺរួចហើយអ្នកទាំងអស់គ្នាតែប៉ុណ្ណេះថ្ងៃ8មីនាខាងមុខហ្នឹងខ្ញុំក៏បានផ្កាកលាបម្តងដែរប៉ុន្តែម្តងនេះគឺតាន់ហើយអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើក្នុងការយកទៅជូនមនុស្សជាទីស្រឡាញ់ឬក៏អ្នកមានកូនជាដើមហ្នឹងគឺល្អមែនតើអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេសង្ឃឹមថាអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយអាចយកទៅអនុវត្តបានទាំងអស់គ្នាអរគុណ